ជំរាបសួរកូនទាំងអស់គ្នាក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គចា៎យើងអរគុណព្រះដែលកូនបានមកជួបជុំគ្នានៅក្នុងថ្ងៃនេះនៅក្នុងថ្នាក់គណិតវិទ្យាថ្ងៃនេះយើងរៀនភាសាខ្មែរការព័ត៌មានអំពីសត្វឆ្កែចាអញ្ចឹងសត្វឆ្កែណែលោកគ្រូបានបិទលើជញ្ជាំងហើយកូនមើលចាឆ្កែរបស់អ្នកគ្រូណែស្អាតណែពណ៌ហ្នឹងសម្បុរហ្នឹងអ្នកគ្រូចូលចិត្តចាចូលចិត្តវាចាអញ្ចឹងនៅពេលដែលមុននឹងយើងចូលទៅដល់ការព័ត៌មានអំពីសត្វឆ្កែអ្នកគ្រូចង់រំលឹកកូនថានៅពេលដែលយើងសរសេរតែសេចក្តីយើងមានប្រមាណចំណុចធំគាត់ចាគឺយើងមាន3ចំណុចធំចាអញ្ចឹងដើម្បីឲ្យដឹងថាយើងមាន3ចំណុចធំយើងត្រឡប់មកមើលគម្រោងតែងជាមួយអ្នកគ្រូចាអញ្ចឹងគម្រោងតែងអ្នកគ្រូសរសេរនៅលើក្តារខៀនមានសេចក្តីផ្ដើមណែតួសេចក្តីហើយនិងសេចក្តីបញ្ចប់ហើយនៅក្នុងសេចក្តីផ្ដើមគឺបង្ហាញពីសត្វឆ្កែដោយប្រាប់ឈ្មោះភេទនិងទីកន្លែងចាចំណុចទី2នៅក្នុងតួសេចក្តីចាបង្ហាញពីរូបរាងនោះមានអីគេមានកម្ពស់ឬមួយក៏ទំហំណែក្បាលឆ្កែឬមួយដងខ្លួនជើងកតុយរោមរបស់សត្វកូនព័ត៌មានមកអស់មកណែលក្ខណៈរបស់សត្វឆ្កែណែបង្ហាញពីកាយស្លូតឆ្កែនឹងវាមកស៊ីវាខ្ជិលឧស្សាហ៍ឬមួយក៏វាឆ្លាតអញ្ចឹងកូននិយាយមកឲ្យអស់ចាចំណុចទី3ដែលជាចំណុចសំខាន់ចាសេចក្តីបញ្ចប់ចាចំណាប់អារម្មណ៍ការបង្ហាញពីចំណាប់អារម្មណ៍ណែបង្ហាញមនោចេតនាចំពោះសត្វឆ្កែកូនបង្ហាញមនោចេតនាណែកូនស្រឡាញ់វាឬមួយកូនស្អប់វាឬមួយកូនគ្រឹះវាឬមួយកូនខ្លាញ់វាចាហ្នឹងហើយបង្ហាញពីមនោសញ្ចេតបង្ហាញមនោចេតនាអញ្ចឹងដើម្បីឲ្យកូនបានយល់ច្បាស់ពីគម្រោងតែងយើងចូលទៅដល់ការព័ត៌មានណាយើងមានគម្រោងតែងហើយអញ្ចឹងកូនព័ត៌មានគឺតាមគម្រោងតែងនេះគឺអត់ខុសទេចាយើងអរគុណព្រះដែលព្រះអង្គបានបង្កើតសត្វឆ្កែមកគឺសម្រាប់ឲ្យវាចាំផ្ទះមែនទេហើយសត្វឆ្កែខ្លះក៏ជាកំសាន្តអារម្មណ៍របស់កូនអ្នកដែលគេស្រឡាញ់ឆ្កែដែរអាចវាអាចចាំផ្ទះមានចោលមានអីមកវាអាចព្រុសឲ្យសញ្ញាយើងបានដឹងចាយើងអរគុណព្រះដែលព្រះអង្គបង្កើតសត្វនេះមួយសម្រាប់ចាំផ្ទះចាអរគុណព្រះឥឡូវយើងមើលនៅក្នុងសេចក្តីផ្ដើមមិញអ្នកគ្រូនិយាយថាមាន3ចំណុចអញ្ចឹងចំណុចទី1គឺនៅក្នុងសេចក្តីផ្ដើមតគ្រួសារខ្ញុំជាកសិករក្រៅពីការចិញ្ចឹមគោក្របីមាន់ទាថែមទាំងចិញ្ចឹមសត្វឆ្កែឈ្មោលមួយក្បាលអញ្ចឹងឆ្កែរបស់អ្នកគ្រូឆ្កែនេះឆ្កែឈ្មោលវាឈ្មោះថាអាលុតអញ្ចឹងមានឈ្មោះដោយវារស់នៅខ្ទមខាងក្រោយផ្ទះអញ្ចឹងវារស់នៅខ្ទមខាងក្រោយផ្ទះនេះចាចំណុចទី2នៅក្នុងតួសេចក្តីអ្នកគ្រូបញ្ចូលកថាខណ្ឌចាអាលុតមានតូចល្មមមានសម្បុរសលីរឿងតិចណាគួរឲ្យចង់គយគុណចាចំណែកក្បាលរបស់វាតូចល្មមមកជាមួយនឹងទម្រង់មុខស្រួចចាំមុខឆ្កែហ្នឹងវាស្រួចដោយមានធ្មេញនិងចង្កូមមុតណាចាអណ្ដាតពណ៌ក្រហមត្រចៀកទន់ធ្លាក់កញ្ជើកដងខ្លួនតូចតែមាំជើងខ្លីដោយមានក្រចកខុបចូលក្នុងហើយកន្ទុយវែងតែទ្វេចូលក្នុងចាកន្ទុយវាមើលទៅរោមវែងហើយទុំគួរឲ្យចង់ប៉ះអង្អែលណាអាលុកសំទោសអាលុកកាចណាបន្តិចមិនដែលខាំអ្នកជិតខាងទេតែឆ្លាតណាស់ណែពេលណាខ្ញុំមកពីធ្វើការអាលុកតែរត់ទទួលលឹកដៃលឹកជើងចាឆ្លាតបញ្ជាក់ថាវានឹករលឹកដល់ខ្ញុំចាពេលណាខ្ញុំមិននៅផ្ទះក៏មានការបក់ក្តៅព្រោះវាចេះចាំផ្ទះចាមិនឲ្យអ្នកណាក្រៅពីម្ចាស់ចូលទេចាចំណុចទី3ដែលជាសេចក្តីបញ្ចប់ណាជាចំណាប់អារម្មណ៍របស់អ្នកគ្រូចាដោយសារតែអាលុកឆ្លាតទើបធ្វើឲ្យគ្រួសារខ្ញុំស្រឡាញ់និងថែទាំអាលុកជារៀងរហូតមកចាអរគុណព្រះអង្គអញ្ចឹងការព័ត៌មានរបស់អ្នកគ្រូអំពីសត្វឆ្កែរបស់អ្នកគ្រូគឺមានប៉ុណ្ណឹងអ្នកគ្រូសង្ឃឹមថាកូននឹងធ្វើបានល្អជាងអ្នកគ្រូចាដូច្នេះមានប៉ុណ្ណឹងអ្នកគ្រូសូមជម្រាបលាសង្ឃឹមថាកូនយកអនុវត្តចា